ថ្ងៃនេះអាកាសធាតុល្អមែនទែនហើយក៏ជាថ្ងៃគេហៅថារដូវផ្ការីកនៅក្នុងប្រទេសហូឡង់បងប្អូនហ្នឹងហើយប្រទេសនេះគឺសម្បូរទៅដោយផ្កាធូលីបមែនទែននៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញបងប្អូនពីតំបន់ដែលមានផ្កាធូលីបខ្លះៗហើយតើគេដាំដុះផ្កាហ្នឹងនៅកន្លែងណាខ្លះហើយតើផ្កាហ្នឹងវាមានរូបរាងនិងសន្តានបែបណាអញ្ចឹងបងប្អូនមកមើលវីដេអូនេះជាមួយខ្ញុំចានេះគឺជាផ្កាធូលីបដែលខ្ញុំដាំដោយខ្លួនឯងខ្ញុំដាំដូចជាឆ្នាំមុនបងប្អូនជាខែ10យើងដាក់កប់មើលវានៅក្នុងដីឥឡូវនេះវាដុះចេញមកហើយយើងគ្រាន់តែស្រោចទឹកអីតិចតួចទៅយើងទុកនៅខាងក្រៅគឺវាដុះនឹងឯងឲ្យតែរដូវផ្ការីកម្ដងខ្ញុំសប្បាយចិត្តមែនទែនប៉ុន្តែដោយសារតែឆ្នាំនេះខ្ញុំទៅសម្រាលអូនឲ្យបានប្រហែលជា2ខែហើយបងប្អូនហើយក៏លេចមកមើលផ្កាខ្ញុំវិញគឺនេះខ្ញុំបានទិញគ្រាប់ពូជវាចម្រុះពណ៌បន្ទាប់ពីខ្ញុំដាក់ដាំវាហើយដូចជាខែ10បងប្អូនខែ10ខែ11ហ្នឹងគឺយើងយកវាកប់ទៅក្នុងដីទៅទុកវាចោលស្រេចទឹកឲ្យធម្មតាទៅហើយឆ្នាំនេះផ្កាធូលីបគឺអត់សូវស្អាតប្រហែលទេបងប្អូនឃើញអត់វាដុះដែរប៉ុន្តែរាងសពសពុននៅផ្ទះខ្ញុំមានផ្កា cherry ពីរដើមដែរបងប្អូនហើយឥឡូវនេះវារីស្គូស្គីស្អាតមែនទែនមិនបាច់ចាំទៅថតនៅណាទេគឺថតនៅតែក្នុងសួនផ្ទះឯងទៅយកទៅណាមិនអស់ឥឡូវនេះកំពុងតែធ្វើដំណើរទៅកន្លែងសួនផ្កាធូលីបទីរៃហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតប្អូនថ្លៃដែរអញ្ចឹងទៅស្លៀកពាក់តែងខ្លួនមកកូនកន្លោះខ្ញុំបងប្អូនហើយគាត់ចង់ពាក់វ៉ែនតាផងកៅអៅនិយាយថាមកកាផ្លេរបស់គាត់ចង់លុយជាងប៉ាគាត់ទៀតហើយយើងនាំគ្នាទៅទាំងអស់គ្នាប្តីខ្ញុំគាត់បានជូនខ្ញុំមកកន្លែងសួនផ្កាធូលីបនេះហើយយើងក៏ឆ្លៀតចូលទៅទិញពងមាន់នេះគឺជាកន្លែងលក់ពងមាន់គេបងប្អូនគឺមានមនុស្សលក់ទេគឺគេដាក់លក់នៅក្នុងតូបមុខផ្ទះនឹងឯងយើងទិញយើងយកខ្លួនឯងទៅពងមាន់នេះគឺជាប្រភេទពងមាន់ភ្លុះខាងក្នុងគឺវាមាន2បងប្អូនជាប់ផ្នែកវាមាន2ហើយមកប្រអប់នោះវាមាន12គ្រាប់បងប្អូនគឺយើងអាចជ្រើសរើសប្រភេទពងណាក៏បានដែរប្រភេទពងមាន់នេះគឺគេចិញ្ចឹមបងប្អូនមាន់លក្ខណៈគេចិញ្ចឹមនៅតាមផ្ទះអញ្ចឹងណាកសិដ្ឋានរបស់គេអញ្ចឹងទៅហើយគេដាក់ពងនឹងលក់នៅមុខផ្ទះនិយាយទៅមិនបាច់ចាំពិបាកទេបើសិនចង់បានពងមាន់ល្អស្រស់អីគឺខ្ញុំជិះមកទិញហើយពីច្រើនគឺយើងចូលចិត្តទិញពងមាន់របៀបនេះឯងបងប្អូនដោយសារតែវាមានរសជាតិឆ្ងាញ់ហើយធំមែនតែនមើលទៅដូចពងទាអញ្ចឹងសម្បល់វាពណ៌សប៉ុន្តែពងមាន់តែបងប្អូនតែច្រឡំថាពងទាទៅអត់មានពងទាទេនេះតូបគេទូចមួយនិយាយទៅគេដាក់ចោលមុខផ្ទះហ្នឹងឲ្យសម្បូរហើយបន្ទាប់មកពួកយើងក៏ជិះឡានហ្នឹងបន្តដំណើរទៅរកសួនផ្កាធូលីបកន្លែងនេះគឺជាគេហៅថា tulip field បងប្អូនគឺគេដាំផ្កា tulip ឆ្ងាយមែនតើតែកន្លែងនេះគេមានដាក់បំរាមគេបិទលបងបងប្អូនឃើញអត់ប៉ុន្តែនៅតែមានអ្នកចូលទៅមើលអញ្ចឹងឯងខ្ញុំឃើញមានមនុស្សគាត់នៅខាងក្នុងបងប្អូនឃើញអត់គេផ្លោះលបងចូលនេះទៅម្ចាស់គេអត់នៅតែយើងអាចចូលទៅថតចូលអីបានអញ្ចឹងទៅហើយខ្ញុំនេះហេតុតែចង់ថតផ្កាថតឲ្យបងប្អូនមកឃើញដែរក៏ផ្លោះលបងប្តីក៏ជួយកាន់ជួយអីអញ្ចឹងណាហើយអត់មានអីពិបាកទេបងប្អូនគឺនៅជាប់ផ្លូវហ្នឹងទេហើយមកដល់ខាងក្នុងវិញគឺមានផ្កាធូលីបដែលគេដាំចឹងឯងឆ្នាំនេះគឺអត់សូវមានផ្កាធូលីបទេបងប្អូនហើយគឺមានតិចខ្លាំងមែនតើខ្ញុំជិះរោច្រើនណាគឺឆ្នាំនេះអត់សូវមានភ្លៀងណាអញ្ចឹងទៅក៏អត់សូវមានគេដាំដែរហើយនេះគឺជាវិរិយអគ្គិសនីរបស់គេបងប្អូនគេដាក់ធ្វើច្រើនមែនតើនៅតាមតំបន់វាអញ្ចឹងឯងហើយបើកលេចមកផ្ការបស់យើងវិញគឺស្រស់ស្អាតខ្លាំងណាប៉ុន្តែដោយសារតែវាអត់សូវមានទឹកអញ្ចឹងទៅវាអត់សូវលូតលាស់បានល្អទេមើលទៅសពហើយផ្កាឡើងខ្លីបើសិនជាចង់ទៅលេងមានតែទៅសួនផ្កា Keukenhof ប៉ុន្តែយើងត្រូវទិញសំបុត្រអីចូលទស្សនាខ្លួនឯងមើលខ្ញុំដើរមកថតកន្លែងនេះបងប្អូននិយាយទៅថ្ងៃនេះគឺខ្យល់ខ្លាំងមែនតែនហើយមេឃបើកថ្ងៃល្អអញ្ចឹងហើយយើងក៏ឆ្លៀតដើរបន្តិចទៅដោយសារតែនៅប្រទេសនេះអត់សម្បូរចង់និយាយថាមានភ្លៀងមានខ្យល់អីឆ្នាំមុនអីសម្បូរភ្លៀងសម្បូរខ្យល់គេដាំច្រើនណាឆ្នាំនេះអត់សូវឃើញមានគេដាំច្រើនទេខ្ញុំជិះយូរដែរបងប្អូនហើយតម្រាំបានឃើញមកកន្លែងហើយមកដល់កន្លែងនេះគឺគេបិទដបងបាត់ឲ្យចូលទេបងប្អូនឃើញគេដាក់បំរាមអត់ប៉ុន្តែអត់អីទេនៅតែមានអ្នកថតហើយឆ្នាំនេះគឺខ្ញុំមើលឃើញថាផ្កាធូលីបអត់មានសូវគេដាំច្រើនទេកន្លែងនេះគឺមានពណ៌ផ្កាឈូកផ្កាឈូកចាស់មានពណ៌លឿងពណ៌ស្វាយអីចឹងទៅរីឆ្ងាយដែរតែខ្ញុំបានដើរទៅឆ្ងាយទៅបងប្អូនសារតែកូនគេនៅក្នុងឡានអញ្ចឹងពួកគាត់គេលក់អស់ហើយខ្ញុំចុះមកថតតាមតិចទេហើយកន្លែងនេះត្រូវគេ
ដាក់លបងដាក់អីចឹងទៀតទៅក៏បានយកកូនមកដែរបងប្អូនចាំមើលទៅរកកន្លែងផ្សេងហើយដាក់បានឆ្ងាយនោះដោយសារតែពាក់បីជើងកែងដែរបងប្អូនអើយហើយក៏លេចមកមើលមនុស្សនៅខាងក្រោយខ្ញុំចាប់ផ្ដើមមកច្រើនទៅហើយដោយសារតែកន្លែងនេះគឺវាមើលទៅតំណងចូលលេងចូលមើលចូលថតអីចឹងណាហើយពួកយើងក៏បានមកកន្លែងទៀតបងប្អូននេះកន្លែងនេះគឺវារៀងនៅឆ្ងាយមែនតែនគឺខ្ញុំអត់បានទៅថតដល់ចិត្តទេគឺយើងក៏ឆ្លៀតចូលមកផ្លេតដែរដោយសារតែគេមានដូចជាសត្វគោបងប្អូនសត្វគោកសិដ្ឋានសត្វគោចិត្តផ្កាធលបផ្កាឈូកស្អាតមែនតែនតែយើងចុះទៅក៏ដោយសារតែខាងមុខហ្នឹងវាមានបន្លែទឹកហើយប្តីខ្ញុំយកកូនមកអស់ហើយបងប្អូនឲ្យដាស់កូននៅភ្នាក់គាត់ស្មានតែបានចូលទៅថតខាងក្នុងឯស្អាតហ្នឹងគឺគាត់ចង់ឲ្យកូនថតរូបថតអីជុំគ្នាអញ្ចឹងទៅហើយនេះខ្ញុំឲ្យតែឃើញកន្លែងណាស្អាតអត់បានហើយនឹងទៅធ្វើវីដេអូបង្ហាញបងប្អូនដែរហើយបន្ទាប់ពីមើលនឹងហើយគឺពួកយើងនាំគ្នាទៅផ្ទះប៉ាក្មេងបងប្អូនដោយសារបងប្អូនថ្លៃខ្ញុំគាត់មានកម្មវិធីអញ្ចឹងណាគាត់ខូបកណើតអញ្ចឹងទៅយើងក៏រៀបចំទៅផ្ទះគាត់ហើយថ្ងៃនេះស្ទះចរាចរណ៍មែនទែន